ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីវិធីធ្វើញ៉ូមីស៊ូចំពោះញ៉ូមីស៊ូនេះដែរមានរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនអាចមើលវីដេអូរបស់ខ្ញុំហើយយកទៅរៀនធ្វើនៅផ្ទះបានចំពោះគ្រឿងផ្សំវិញគឺងាយរកទេយើងមានទឹកត្រីដែលយើងផ្សំគ្រឿងហើយមានសណ្តែកដីបើយើងមានសាច់ជ្រូក3ជាន់ជាមួយនឹងបង្គាជីបន្តិចនិងបន្លែមួយចំនួននិងមីស៊ូផងដែរមើលការលាយទឹកត្រីខ្ទឹមសម្ទេសនិងខ្ទឹមក្រហមបន្ទាប់មកយើងដាក់ស្ករសទឹកត្រីយើង3ស្លាបព្រាប៊ីចេងម្សៅស៊ុបអំបិលនិងដាក់ទឹកដែលដាំពុះនឹងចំនួន3ស្លាបព្រាទឹកអំពិលទុំ5ស្លាបព្រាយើងកូរឲ្យសព្វបន្ទាប់មកទៀតយើងទៅធ្វើការលាយគ្រឿងយើងដាក់សាច់ចូលដាក់មីស៊ូបន្ទាប់មកយើងដាក់ទឹកត្រីចូលយើងកូរច្របល់គ្រឿងក្រៅដែលយើងលាយនឹងឲ្យសព្វចូលគ្នាល្អបន្ទាប់ពីកូរសព្វហើយគឺរួចរាល់ហើយបងប្អូនការធ្វើគឺងាយស្រួលទេពិសេសជាងគេគឺទឹកត្រីរបស់យើងនឹងហើយបើយើងលាយទឹកត្រីបានឆ្ងាញ់គឺរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានទស្សនាកុំភ្លេច like share វីដេអូរបស់នាងខ្ញុំផងជម្រាបលា